ចាសួស្តីថ្ងៃនេះខ្ញុំថតវីដេអូពីរបៀបធ្វើទឹកសណ្តែកអញ្ចឹងសម្រាប់ការធ្វើទឹកសណ្តែកគឺដំបូងយើងលាងសណ្តែកឲ្យស្អាតហើយយើងត្រាំទុកចោលរយៈពេល5ទៅ8ម៉ោងហើយខ្ញុំប្រើខ្ញុំប្រើសណ្តែក1គីឡូក្រាមអញ្ចឹងកាលណាយើងប្រើសណ្តែក1គីឡូក្រាមអញ្ចឹងយើងត្រូវការប្រើទឹក5លីត្រស្ករស1គីឡូហើយខ្ញុំប្រើប្រភេទទឹកដោះគោស្រស់មួយកំប៉ុងផងដែរចាហើយនឹងស្លឹកតើយចាអញ្ចឹងយើងទស្សនាវីដេអូទាំងអស់គ្នាចឹងយើងបានស្ដែងហើយយើងកិនឲ្យមកដាក់ទឹកមកល្មមទឹកដែលយើងបានបើកចំណុច5លីត្រនោះយើងបើរួចជាស្រេចយើងយកសិនកាន់ស្ដាយទឹកក៏បានបើយើងវាស្រួលកាន់ចាតែមកទៀតយើងកាន់ស្ដាយនឹងអស់កាន់ស្ដាយអស់ហើយវាជាមួយនឹងទឹក5លីត្រដែលយើងបានកាន់សពហើយយើងយកទៅត្រង់វាសម្រស់អញ្ចឹងយើងទស្សនាជាមួយនឹងវីដេអូនឹងបដើចានេះគឺជាវីដេអូយើងកន្លែងដែលយើងត្រង់ជាមួយនឹងស្បៃស្អាតណោះស្បៃដែលអាចសម្រស់ទឹកចេញមកហើយយើងអាចយកវាយកទៅស្ងោរបានចាអញ្ចឹងយើងដាក់អំបិលទៅពេលទឹកពុះយើងដាក់អំបិល1ស្លាបព្រាបាយហើយយើងដាក់ស្លឹកតើយហើយយើងដាក់ឲ្យឈ្ងុយចាចឹងយើងដាក់ស្លឹកតើយហើយយើងកូរវាហើយនិយាយទៅគឺរយៈពេលពុះដំបូងរហូតដល់35នាទីគឺជាការស្រេចហើយចឹងក្នុងកំឡុងពេលហ្នឹងយើងដាក់ស្ករខ្ញុំបានដាក់ស្ករចំនួន1គីឡូចាឲ្យត្រូវនឹងចំណុះដែលយើងបានធ្វើចំនួនបរិមាណណាចាចឹងដាក់ស្ករសចូលហើយកូរវាឲ្យសព្វចាហើយទឹកសណ្តែករបស់យើងបានខាស់ទឹកក្រានហើយយើងមើលឆ្នាំងយើងដល់ណាចាតទៅពេលយើងបានដាក់ស្ករហើយយើងដាក់ទឹកដោះគោស្រស់បើយើងអត់ចូលចិត្តទឹកដោះគោស្រស់ទេយើងអាចដាក់ជាខ្ទិះដូងធម្មជាតិយើងណាដូងកោពូជយកខ្ទិះក៏បានដែរក្នុងជាតិទឹកដោះគោស្រស់យើងជាតិខ្ទិះដូងស្រាច់ចឹងយើងលើយកប្រភេទទឹកដោះគោស្រស់ហើយយើងដាក់ទៅក្នុងកំប៉ុងទេចាហើយកូររយៈពេល35នាទីជាការស្រេចហើយចាចឹងទឹកស្ដែករបស់យើងកូររហូតដល់រយៈពេល35នាទីឬអាចទុកយូរយ៉ាងនឹងក៏បានដែរទុកកាន់តែយូរវាខាស់កាន់តែខាប់ណាចាចឹងទឹកស្ដែករបស់យើងបានឆ្អិនជាការស្រេចយើងអាចច្រកដបក្លាសេញ៉ាំបានចាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះចាអរគុណ